ក្នុងរដ្ឋសភាជាតិកម្ពុជាដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំអង្គការតុលាការច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងវិរិយអាជ្ញានិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី12មិថុនាឆ្នាំ2014កន្លងទៅច្បាប់ទាំង3ត្រូវបានតំណាងរាស្ត្ររបស់បកប្រឆាំងរូបនេះពិពណ៌នាថាជាច្បាប់ដែលបានអនុម័តដោយសភាឯកបកនិងមានភាពមិនគ្រប់ជ្រុងជ្រោយលោកស្រីមូសុហួរបន្ថែមថាច្បាប់នេះបង្កឲ្យមានវិបត្តិសង្គមនិងបង្កឲ្យអំណាចប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌នេះគឺជាការថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការវិតម្លៃប្រព័ន្ធសុចរិតភាពជាតិនៅឆ្នាំ2014របស់អង្គការដំណាភៀបកម្ពុជានៅសន្តាគារ Le Royal នាថ្ងៃអង្គារទី9កញ្ញានេះនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះអង្គការដំណាភៀបកម្ពុជាក៏បានបញ្ជាក់ដែរថាច្បាប់ជំរងចម្រាស់ទាំង3គឺមិនកែតម្រូវចំណុចខ្សោយនៃប្រព័ន្ធតុលាការនោះទេព្រោះច្បាប់ទាំង3នេះមិនបានធានាឲ្យមានឯករាជ្យពិតប្រាកដនៅក្នុងវិស័យតុលាការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានចេញសេចក្តីវិភាគស្តីពីច្បាប់ទាំង3ខាងលើកាលពីខែឧសភាកន្លងទៅឯកសារកម្រាស់22ទំព័រមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្កត់ធ្ងន់ថាច្បាប់ទាំង3ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ឯករាជ្យរបស់តុលាការដោយសារតែអនុញ្ញាតឲ្យអង្គនីតិប្រតិបត្តិពលគឺក្រសួងយុតិធម៌មានអំណាចលូកដៃនៅក្នុងប្រព័ន្ធតុលាការលោកសនសុភ័ណ្ឌអ្នកនាំពាក្យក្រសួងយុតិធម៌បានឆ្លើយតបថាបើតំណាងរាស្ត្រលោកស្រីមូសុហួរចង់ឲ្យមានវិសោធនកម្មច្បាប់ទាំង3នោះលោកស្រីអាចតស៊ូមតិនៅក្នុងរដ្ឋសភាបានព្រោះលោកស្រីជាតំណាងរាស្ត្រនិងតំណាងឆន្ទៈរបស់ពលរដ្ឋប៉ុន្តែលោកបដិសេធដោយលើកឡើងថាគ្មានមាត្រាណាមួយនៃច្បាប់ទាំង3ដែលចែងពីការជ្រៀតជ្រែកឬលូកដៃរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌នៅក្នុងប្រព័ន្ធតុលាការនោះឡើយអ្នកនាំពាក្យរូបនេះបន្ថែមថាសេចក្តីសម្រេចរបស់អង្គតុលាការជាឆន្ទានុសិទ្ធិរបស់ចៅក្រមនិងសាលាជំនះក្តីទោះយ៉ាងណាក្តីថ្លែងនៅក្នុងថ្ងៃអង្គារទី9កញ្ញានេះលោកស្រីមូសុខួរសង្ឃឹមថាខ្លួនអាចមានសង្ឃឹមគៀងគរតំណាងរាស្ត្រជាប់ឆ្នោតទាំងពីរបកដើម្បីមានសម្លេងគ្រប់គ្រាន់នៅក្នុងការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសទាំង3នេះការណែនាំអំពីបែបបទនីតិវិធីនិងរបៀបរបបការងារនៅក្នុងរដ្ឋសភាដែលលោកហេងសំរិនប្រធានរដ្ឋសភាបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីព្រឹកថ្ងៃ11កញ្ញានោះរួមមានការអញ្ជើញរដ្ឋមន្ត្រីឬតំណាងរាជរដ្ឋាភិបាលឬអិសរាជជននៃស្ថាប័នផ្សេងៗមកបំភ្លឺនៅគណៈកម្មការជំនាញនានានៃរដ្ឋសភាការប្រជុំពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់របស់គណៈកម្មការជំនាញនានានៃរដ្ឋសភាព្រមទាំងបែបបទផ្សេងៗដែលពាក់ព័ន្ធទៅនឹងការនាំភ្ញៀវផ្សេងៗចូលក្នុងវិមានរដ្ឋសភានិងការរៀបចំកិច្ចប្រជុំផ្សេងៗនៅក្នុងវិមានរដ្ឋសភាកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃ11កញ្ញាគឺជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិចំនួន55រូបបានសម្រេចចូលប្រជុំរដ្ឋសភាបន្ទាប់ពីពហិការអស់ពេល1ឆ្នាំរួចមកក្នុងនោះអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិក៏ត្រូវបានបញ្ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភារហូតដល់អនុប្រធានទី1រដ្ឋសភាផងដែរសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការចិនត្រៃរដ្ឋសភាបង្ហាញថាអង្គប្រជុំបានឯកភាពគាំទ្រការណែនាំរបស់ប្រធានរដ្ឋសភាខាងលើនេះហើយបានកំណត់ឲ្យរៀបចំជាសេចក្តីសម្រេចរបស់រដ្ឋសភាដើម្បីអនុវត្តលោកយ៉ែមបញ្ញរិទ្ធអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិនិងជាសមាជិកគណៈកម្មាធិការចិនត្រៃរដ្ឋសភាលើកឡើងថាការណែនាំរបស់ប្រធានរដ្ឋសភាក្នុងកិច្ចប្រជុំនោះមិនមែនជាការតឹងរ៉ឹងឬក៏រឹតបន្តឹងអ្វីទេតែធ្វើឡើងតាមបែបបទការងាររដ្ឋបាលប៉ុណ្ណោះលោកយ៉ែមបញ្ញរិទ្ធដែលជាប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចររបស់រដ្ឋសភាបានកត់សម្គាល់ថាកន្លងមកក៏ដូចសពថ្ងៃដែរលោកហេងសំរិនប្រធានរដ្ឋសភាតែងតែចុះហត្ថលេខាបញ្ជូនរាល់លិខិតរបស់អ្នកតំណាងរាស្ត្រជាពិសេសលិខិតរបស់អ្នកតំណាងរាស្ត្រគណៈបព្វប្រឆាំងទៅកាន់រដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការអញ្ជើញរដ្ឋមន្ត្រីឬតំណាងរដ្ឋាភិបាលមកឆ្លើយបំភ្លឺនៅរដ្ឋសភាលោកយ៉ែមបញ្ញរិទ្ធបានបញ្ជាក់ថាថ្មីៗនេះប្រធានរដ្ឋសភាបានបញ្ជូនលិខិតរបស់លោកដើម្បីកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងអប់រំលោកហងជុននរុនមកបំភ្លឺនៅគណៈកម្មការជំនាញរបស់លោកនៅថ្ងៃទី17កញ្ញាជុំវិញកំណែទម្រង់វិស័យអប់រំនិងការរឹតបន្តឹងពេលប្រឡងបាក់ឌុបកន្លងមកតាមលោកយ៉ែមបញ្ញរិទ្ធកំណែទម្រង់វិស័យអប់រំបើធ្វើនៅតែថ្នាក់លើនិងពិបាកដូច្នេះលោកនឹងពិនិត្យលម្អិតជាមួយនឹងរដ្ឋមន្ត្រីក្រសួងអប់រំនៅថ្ងៃ17កញ្ញាសប្តាហ៍ក្រោយ
បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី12កញ្ញាម្សិលមិញបានសម្រេចមិនអនុញ្ញាតឲ្យសកម្មជនការពារធនធានធម្មជាតិទាំងអស់នេះធ្វើកោតកម្មបង្អត់អាហារនៅមុខស្ថានទូតចិនក្តីក៏បណ្ដាញព្រះសង្ឃនិងប្រជាពលរដ្ឋទាំងនោះបានមកជួបជុំគ្នាតាមការគ្រោងទុកនៅព្រឹកនេះប៉ុន្តែការជួបជុំគ្នាមិនបានប៉ុន្មានផងក៏ត្រូវអាជ្ញាធរខណ្ឌចំការមនដែលប្រដាប់ដោយដំបងបានបំបែកនិងបង្វែរឲ្យប្រជាពលរដ្ឋសកម្មជនការពារធនធានធម្មជាតិដែលមានគ្នាមិនដល់10នាក់ផងនោះទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យវិញគួរបញ្ជាក់ថាកាលពីថ្ងៃទី12កញ្ញាម្សិលមិញលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យបណ្ដាញព្រះសង្ឃនិងប្រជាពលរដ្ឋដែលតាមការគ្រោងទុកមានគ្នា100អង្គនឹងអ្នកធ្វើកោតកម្មបង្អត់អាហារនៅមុខស្ថានទូតចិនដើម្បីប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអរ៉ៃនោះទេអញ្ចឹងហើយបានជានៅព្រឹកថ្ងៃសៅរ៍នេះគ្រាន់តែក្បួនព្រះសង្ឃមានគ្នាមិនដល់10នាក់ផងនោះអាជ្ញាធរប្រើវិធានការបំបែកនិងបានដកហូតយកក្បាលមីក្រូរបស់លោកសនសង្វាតតំណាងប្រជាពលរដ្ឋនិងព្រះសង្ឃទាំងនោះប៉ុន្តែការប្រជុំមកកាលពីព្រឹកមិញនេះមិនមានអំពើហិង្សាកើតឡើងនោះទេពេលទៅដល់ទីលានប្រជាធិបតេយ្យលោកសនសង្វាតតំណាងប្រជាពលរដ្ឋនិងព្រះសង្ឃបានធ្វើសន្និសីទកាសែតខ្លីពួកគេថាមិនផ្លាស់ប្ដូរជំហរនោះទេហើយពួកគេនឹងបន្តដំណើរទៅស្ថានទូតចិនជាបន្តទៀតដើម្បីធ្វើកោតកម្មបង្អត់អាហារប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងឆាយអរ៉ែងក្នុងខេត្តកោះកុងស្ទឹងឆាយអរ៉ែងដែលសកម្មជនការពារធនធានធម្មជាតិទាំងនេះបានទៅទស្សនាកាលពីថ្ងៃទី2កញ្ញាកន្លងទៅហើយពួកគេបានអះអាងថាជាតំបន់ដ៏ស្រស់ស្អាតនិងសម្បូរដោយសត្វកម្រតំបន់នេះត្រូវបានក្រុមហ៊ុន Sinohydro របស់ចិនគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីដែលសកម្មជនការពារធនធានធម្មជាតិជឿជាក់ថានឹងបំផ្លាញសម្រស់ធនធានធម្មជាតិទាំងអស់នោះកាលពីពេលកន្លងទៅអង្គការមេដាធម្មជាតិនិងបណ្ដាញយុវជនខ្មែរក៏បានធ្វើសកម្មភាពតាមរូបភាពផ្សេងៗដើម្បីស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងនេះផងដែរប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេពួកគេចង់ឲ្យរដ្ឋាភិបាលបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីហើយប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិទស្សនាកម្សាន្តវិញនៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នារដ្ឋសភាជាតិនិងក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលនៅកម្ពុជាបានប្រកាសចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិ5ឆ្នាំលើកទី1បេក្ខជនដែលមានបំណងចូលរួមជាបេក្ខភាពនៃការជ្រើសតាំងនេះត្រូវមានបទពិសោធន៍ការងារយ៉ាងតិច15ឆ្នាំនៅក្នុងវិស័យច្បាប់ឬតុលាការឬមានលិខិតបញ្ជាក់ថាជាអតីតចៅក្រមឬអតីតព្រះរាជអាជ្ញាការទទួលពាក្យចាប់ផ្ដើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី30ខែកញ្ញាសម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញនិងថ្ងៃទី8ខែតុលាសម្រាប់រដ្ឋសភាកម្ពុជាតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលទើបតែត្រូវបានអនុម័តកាលពីខែកក្កដាកន្លងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានព្រះមហាក្សត្រជាព្រះប្រធាននិងសមាជិកចំនួន11រូបសមាជិក8រូបនៃស្ថាប័ននេះត្រូវជ្រើសតាំងដោយស្ថាប័នកម្ពុជានៅកម្ពុជាដូចជារដ្ឋសភាព្រឹទ្ធសភានិងក្រុមប្រឹក្សាធម្មនុញ្ញជាដើមចំណែក3រូបដែលនៅសល់គឺត្រូវចាត់តាំងជាស្វ័យប្រវត្តិដោយច្បាប់មានជាអាចរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពប្រធានតុលាការកំពូលនិងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលជាដើមការចាត់តាំងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងការអនុញ្ញាតឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភាមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានធ្វើឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ព្រួយបារម្ភថាអាចប៉ះពាល់ដល់គោលការណ៍បែងចែកអំណាចតាមរយៈការវិភាគផ្នែកច្បាប់របស់ខ្លួន CCHR បានលើកឡើងថាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនអាចត្រូវបានតែងតាំងឬជ្រើសតាំងដោយអំណាចនីតិបញ្ញត្តិឬអំណាចនីតិប្រតិបត្តិឡើយហើយដើម្បីធានាឯករាជ្យភាពបើតាម CCHR សមាជិករបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនត្រូវជាប់ពាក់ព័ន្ធនឹងគណៈបកនយោបាយណាមួយឡើយហើយក៏មិនត្រូវជាសមាជិករដ្ឋាភិបាលឬជាសមាជិកសភាឡើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរតែមានសមាជិកភាពចម្រុះរវាងចៅក្រមព្រះរាជអាជ្ញានិងសមាជិកដែលមានសមត្ថភាពផ្លូវច្បាប់ដទៃទៀតដូចជាមេធាវីនិងសាស្ត្រាចារ្យផ្នែកច្បាប់ជាដើមដែលបោះឆ្នោតជ្រើសតាំងដោយគណៈកម្មការឯករាជ្យមួយបន្ទាប់ពីឆ្លើយឆ្លងតាមខ្សែទូរស័ព្ទជាមួយអភិបាលខេត្តបន្ទាយមានជ័យលោកប៉ាល់ច័ន្ទតារាប្រធានគណៈកម្មការចម្រុះដោះស្រាយទំនាស់ដីធ្លីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសប្រាប់ប្រជាពលរដ្ឋថាគណៈអភិបាលខេត្តនឹងមកជួបដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេនៅថ្ងៃទី13កញ្ញាស្អែកនេះ
ក្រោយការប្រកាសរបស់តំណាងរដ្ឋាភិបាលរូបនេះប្រជាពលរដ្ឋប្រមាណជាង50នាក់ក្រុមការដឹកនាំរបស់ព្រះសង្ឃ3អង្គដែលរងការគំរាមបណ្តេញចេញពីវត្តស្ទឹងមានជ័យបានទះដៃអបអរសាទរដោយពួកគេចាត់ទុកថាជាជោគជ័យមួយសម្រាប់ពួកគេហើយបានវិលត្រឡប់ទៅវត្តស្ទឹងមានជ័យវិញដើម្បីរងចាំជួបគណៈអភិបាលខេត្តបន្ទាយមានជ័យលោកគូសុំសារឿតអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ខ្លីប្រាប់វិទ្យុបារាំងអន្តរជាតិថាលោកមិនបានមកទេក៏ប៉ុន្តែលោកនឹងបញ្ជូនអភិបាលរងខេត្តបន្ទាយមានជ័យឲ្យមកជួបដោះស្រាយជាមួយប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ស្អែកនេះមុនឈានដល់ពន្លឺនៃធម្មសាយនេះប្រជាពលរដ្ឋដែលមានចំនួនដីធ្លីមកពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលពួកគាត់អះអាងថាភាគច្រើនជាគ្រួសារអតីតកងទ័ពបានចេញដើរហែញ៉ាត់ស្វែងរកអន្តរាគមន៍ពីរដ្ឋសភាជាតិនិងផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគួរក៏សម្គាល់ថានៅព្រឹកថ្ងៃសុក្រនេះក្រៅពីមានការហែញ៉ាត់របស់ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យក៏មានផងដែរការហែដាច់ញ៉ាត់ស្វែងរកដំណោះស្រាយរឿងចំនួនដីធ្លីពីសំណាក់ប្រជាពលរដ្ឋ3ក្រុមផ្សេងទៀតនោះគឺប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំងប៉ៃលិននិងអ្នកភូមិបរិយាឡាប្រជាពលរដ្ឋទាំងនេះបានដើរហែញ៉ាត់យកទៅដាក់នៅស្ថាប័នពាក់ព័ន្ធផ្សេងៗដូចជាសាលារាជធានីភ្នំពេញក្រសួងយុទ្ធភ័ពសាឡាវតូនិងរដ្ឋសភាជាតិដើម្បីឲ្យស្ថាប័នទាំងនេះជួយស្វែងរកដំណោះស្រាយឲ្យពួកគេយ៉ាងណាក៏ដោយការហែដាក់ញត្តិនៅព្រឹកមិញនេះមិនមានការប្រជុំមុខដាក់គ្នាឬអំពើហិង្សាណាមួយបានកើតឡើងនោះទេបន្ទាប់ពីឆ្លើយឆ្លងតាមខ្សែទូរស័ព្ទជាមួយអភិបាលខេត្តបន្ទាយមានជ័យលោកប៉ាល់ច័ន្ទតារាប្រធានគណៈកម្មការចម្រុះដោះស្រាយទំនាស់ដីធ្លីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសប្រាប់ប្រជាពលរដ្ឋថាគណៈអភិបាលខេត្តនឹងមកជួបដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេនៅថ្ងៃទី13កញ្ញាស្អែកនេះក្រោយការប្រកាសរបស់តំណាងរដ្ឋាភិបាលរូបនេះប្រជាពលរដ្ឋប្រមាណជាង50នាក់ក្រុមការដឹកនាំរបស់ព្រះសង្ឃ3អង្គដែលរងការគំរាមបណ្តេញចេញពីវត្តស្ទឹងមានជ័យបានទះដៃអបអរសាទរដោយពួកគេចាត់ទុកថាជាជោគជ័យមួយសម្រាប់ពួកគេហើយបានវិលត្រឡប់ទៅវត្តស្ទឹងមានជ័យវិញដើម្បីរងចាំជួបគណៈអភិបាលខេត្តបន្ទាយមានជ័យលោកគូសុំសារឿតអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ខ្លីប្រាប់វិទ្យុបារាំងអន្តរជាតិថាលោកមិនបានមកទេក៏ប៉ុន្តែលោកនឹងបញ្ជូនអភិបាលរងខេត្តបន្ទាយមានជ័យឲ្យមកជួបដោះស្រាយជាមួយប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ស្អែកនេះមុនឈានដល់ពន្លឺនៃធម្មសាយនេះប្រជាពលរដ្ឋដែលមានចំនួនដីធ្លីមកពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលពួកគាត់អះអាងថាភាគច្រើនជាគ្រួសារអតីតកងទ័ពបានចេញដើរហែញ៉ាត់ស្វែងរកអន្តរាគមន៍ពីរដ្ឋសភាជាតិនិងផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគួរក៏សម្គាល់ថានៅព្រឹកថ្ងៃសុក្រនេះក្រៅពីមានការហែញ៉ាត់របស់ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យក៏មានផងដែរការហែដាច់ញ៉ាត់ស្វែងរកដំណោះស្រាយរឿងចំនួនដីធ្លីពីសំណាក់ប្រជាពលរដ្ឋ3ក្រុមផ្សេងទៀតនោះគឺប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំងប៉ៃលិននិងអ្នកភូមិបរិយាឡាប្រជាពលរដ្ឋទាំងនេះបានដើរហែញ៉ាត់យកទៅដាក់នៅស្ថាប័នពាក់ព័ន្ធផ្សេងៗដូចជាសាលារាជធានីភ្នំពេញក្រសួងយុទ្ធភ័ពសាឡាវតូនិងរដ្ឋសភាជាតិដើម្បីឲ្យស្ថាប័នទាំងនេះជួយស្វែងរកដំណោះស្រាយឲ្យពួកគេយ៉ាងណាក៏ដោយការហែដាក់ញត្តិនៅព្រឹកមិញនេះមិនមានការប្រជុំមុខដាក់គ្នាឬអំពើហិង្សាណាមួយបានកើតឡើងនោះទេក្រោយការសាកសួរអស់រយៈពេលជាង2ម៉ោងតុលាការសាលាដំបងរាជធានីភ្នំពេញបានសម្រេចដាក់លោកប៉ៅស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យនិងហាមធ្វើសកម្មភាពនានាជាការសម្រេចត្រង់បទចោទចំនួន4ពីដើមបណ្ដឹងតំណាងសមាគមរោងចក្រកាដេជីម៉ាក់និងមន្ត្រីអាជ្ញាធរក្នុងសំណុំរឿងអំពើហិង្សានៅផ្លូវវែងស្រេងកាលពីដើមឆ្នាំ2014ក្នុងយុទ្ធនាការដំឡើងប្រាក់ខែរបស់កម្មករបទចោទទាំង4នោះរួមមានទី1ការបង្កអំពើហិង្សាដោយចេតនាទី2ការគំរាមកំហែងទី3ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងទី4គឺការបង្កការកកស្ទះចរាចរណ៍ជាដើមថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅរបងសាលាដំបងរាជធានីភ្នំពេញលោកប៉ៅស៊ីណាបានបញ្ជាក់ថាការចោទប្រកាន់នេះគឺផ្ទុយពីការពិតព្រោះលោកមិនមានវត្តមាននៅទីតាំងដែលបានកើតហេតុដោយការចោទប្រកាន់នោះទេលោកប៉ៅស៊ីណាបានគូបញ្ជាក់ថាការចោទប្រកាន់និងការដាក់នៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះគឺជាការបង្អាក់សកម្មភាពរបស់សហជីពក្នុងយុទ្ធនាការដំឡើងប្រាក់ឈ្នួលអបបរមារបស់កម្មករនៅថ្ងៃទី17កញ្ញាខាងមុខនេះតែប៉ុណ្ណោះតាំងពីម៉ោងប្រមាណជាង8ព្រឹកមកលោកប៉ៅស៊ីណាដែលមានពាក់អាវពណ៌ផ្កាឈូកបានដើរចូលទៅកាន់សាលាដំបងរាជធានីភ្នំពេញក្រោមការស្រែកគាំទ្រពីក្រុមកម្មករដែលបានប្រមូលផ្ដុំគ្នានៅម្ខាងផ្លូវព្រះនាយរ៉េតខាងមុខតុលាការកម្មករដែលមានកាន់បដាសឹងគ្រប់គ្នាប្រមាណជា50នាក់បានស្រែកឲ្យតុលាការទម្លាក់ចោលការចាប់ប្រកាន់ទាំងអស់លើលោកប៉ៅស៊ីណានិងបណ្ដាសហជីពទាំងអស់ដែលបានពាក់ព័ន្ធក្នុងសំណុំរឿងបាតុកម្មនៅផ្លូវវែងស្រេង
ក្រៅពីលោកប៉ាស៊ីណានៅមានមេដឹកនាំសហជីពកម្មករចំនួន5ផ្សេងទៀតដែលរួមមានលោកអាតធុនលោករងឈុននិងលោកជាមនីជាដើមនឹងត្រូវចូលខ្លួនទៅបំភ្លឺនៅតុលាការសាលាដំបងរាជធានីភ្នំពេញជាបន្តបន្ទាប់បើទោះបីជាតុលាការសម្រេចឲ្យប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ាស៊ីណាឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការក៏ដោយក៏ប៉ុន្តែប្រធានសហជីពរូបនេះបានអះអាងថាខ្លួននៅតែបន្តសកម្មភាពរបស់ខ្លួនដដែលក្នុងយុទ្ធនាការទាមទារដំឡើងប្រាក់ខែរបស់កម្មករនៅថ្ងៃទី17កញ្ញាខាងមុខជាបន្តទៀតលោកស្រីមួសុខួរបាននិយាយថាលោកស្រីនឹងតស៊ូមតិគៀងគរសម្លេងតំណាងរាស្ត្រនៅក្នុងរដ្ឋសភាជាតិកម្ពុជាដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំអង្គការតុលាការច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងវិរាជអាជ្ញានិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី12មិថុនាឆ្នាំ2014កន្លងទៅច្បាប់ទាំង3ត្រូវបានតំណាងរាស្ត្ររបស់បកប្រឆាំងរូបនេះពិពណ៌នាថាជាច្បាប់ដែលបានអនុម័តដោយសភាឯកបកនិងមានភាពមិនគ្រប់ជ្រុងជ្រោយលោកស្រីមួសុខួរបន្ថែមថាច្បាប់នេះបង្កឲ្យមានវិបត្តិសង្គមនិងបង្កឲ្យអំណាចប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌នេះគឺជាការថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការវិតម្លៃប្រព័ន្ធសុចរិតភាពជាតិនៅឆ្នាំ2014របស់អង្គការដំណាភៀបកម្ពុជានៅសន្តាគារ Le Royal នាថ្ងៃអង្គារទី9កញ្ញានេះនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះអង្គការដំណាភៀបកម្ពុជាក៏បានបញ្ជាក់ដែរថាច្បាប់ជំរងចម្រាស់ទាំង3គឺមិនកែតម្រូវចំណុចខ្សោយនៃប្រព័ន្ធតុលាការនោះទេព្រោះច្បាប់ទាំង3នេះ